ជំរាបសួរបងប្អូនអ្នកគ្នាបាទជួបជាមួយខ្ញុំបានរាវីគឺជាទីប្រឹក្សាផ្នែកលក់បាទនៅក្នុង Bora HM Lucky Home បាទថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញបាទការអភិវឌ្ឍនៅក្នុង Bora HM Lucky Home បាទជូនទៅដល់ពុកម៉ែបងប្អូនលោកពូអ្នកមីងបងប្រុសបងស្រីទាំងអស់គ្នាដែលកំពុងតែស្វែងរកវិឡាដូចជាកំពុងតែចង់រស់នៅក្នុងបុរីមួយដែលមានការអភិវឌ្ឍស្រាប់ហើយនៅក្នុងបុរីដែលពោពេញទៅដោយធម្មជាតិបែបផ្លូវធំបាទងាយស្រួលនឹងការធ្វើដំណើរហើយការរស់នៅប្រកបដោយផាសុកភាពមិនថាទាំងយប់បាទមិនថាពេលយប់ប្រលប់អីចឹងណាបងប្អូនហើយពិសេសជាងគេគឺផ្លូវធំបាទងាយស្រួលនឹងការដើរហាត់ប្រាណអញ្ចឹងណាបងប្អូនព្រោះយើងទាំងអស់គ្នាចង់រស់នៅក្នុងបុរីមួយដែលមានការអភិវឌ្ឍមានផ្លូវធំទូលាយមានក្លឹបហាត់ប្រាណហើយនឹងទីធ្លាដែលបងប្អូនលោកពូអ្នកមេងមកប្រុសបងស្រីដើរហាត់ប្រាណនៅពេលព្រឹកនៅពេលព្រលឹមអីចឹងណាបងប្អូនហើយនៅបុរី HM Lucky Home គឺបុរីរបស់យើងមានការអភិវឌ្ឍនៅលើផ្ទៃដីធំរហូតទៅដល់150ហិកតាជាងបងប្អូនគឺធំមែនទែនហើយនៅក្នុងបុរីរបស់យើងក៏មានការអភិវឌ្ឍស្រាប់គឺមានទាំងផ្សារសាលារៀនហើយអ្វីដែលសំខាន់ជាងគេបងប្អូនគឺឧស្សាហធម្មជាតិរហូតដល់10ហិកតាដែលគម្រោងខាងគេភាគច្រើនគឺអត់សូវជាមានទេបាទឧស្សាហធម្មជាតិអញ្ចឹងលោកពូអ្នកមេឃបងប្រុសបងស្រីទាំងអស់គ្នាដែលកំពុងតែមានតម្រូវការហើយកំពុងតែស្វែងរកបាទវីឡាតូដាច់ពីគ្នាថ្ងៃនេះបងប្អូនសូមបង្ហាញបាទនៅវីឡាតូបាទរបស់ Bora HM Lucky Home វីឡាតូ4បន្ទប់គេងឥឡូវនេះគឺយើងមាន promotion បាទពិសេសជូនបងប្អូនអ្នកគ្នាដែលតាមទាំងសង្គម Facebook បាទ YouTube បាទឬក៏ TikTok ផ្សេងបងប្អូនដែលឃើញព័ត៌មានអំពី Bora HM Lucky Home ណាបងប្អូនបាទគឺយើងមាន promotion បាទវីឡាតូ4បន្ទប់គេងបាទតម្លៃពេញជាង 80000 តែឥឡូវនេះគឺយើងលក់ជូនបងប្អូនអ្នកគ្នាត្រឹមតែ43800ទេហើយបងប្អូនដែលចង់ដឹងថានៅក្នុង Bora HM Lucky Home មានការអភិវឌ្ឍបែបណាខ្លះបាទទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទបងប្អូននេះគឺជាវីដេអូដែលខ្ញុំថតពីខាងលើបាទឲ្យបងប្អូនអរគ្នាឃើញបងប្អូនឃើញគឺយើងមានផ្ទះច្រើនបាទប្លុកទី1ខាងឆ្វេងដៃយើងហៅថាប្លុក A បងប្អូនបាទគឺមានអតិថិជនគឺគាត់ចូលរស់នៅច្រើនហើយបងប្អូនណាបាទនៅពេលបច្ចុប្បន្ននេះអតិថិជនគឺគាត់ចូលរស់នៅចូល500គ្រួសារហើយឥឡូវនេះគឺយើងបើកប្លុកទី2ខាងស្ដាំដៃបងប្អូនបាទនៅចិត្តនឹងផ្សារទំនើបតែម្ដងផ្សារទំនើប Lucky ហើយតម្លៃគឺយើងមានចាប់ពី43800ឡើងទៅវីឡាតូតបោប្រាក់កបឿងណាបងប្អូនអរគ្នាហើយខាងនេះគឺជាអូសៀនបាទធម្មជាតិបាទរបស់បុរី HM Lucky Home តតែម្ដងបាទអញ្ចឹងនៅក្នុងបុរី HM Lucky Home គឺយើងមានបាទទាំងអូសៀនធម្មជាតិ10ហិកតាបាទហើយមានកន្លែងបាទលេងកម្សាន្តជាច្រើនអាងហែលទឹកបាទសួនសត្វហើយនឹងមានទាំង playground បាទទឹកបាទ playground គោកបាទសម្រាប់កូនបាទជាទីស្រឡាញ់របស់យើងទាំងអស់គ្នាណាបងប្អូនបាទអញ្ចឹងថ្ងៃសៅរ៍អាទិត្យនេះបងប្អូនអាចទៅមកលេងកម្សាន្តនៅនឹងបានតោះឥឡូវទៅមើលបាទវីដេអូរបស់ខ្ញុំដែលហាត់ប្រាណនៅ Bora HM Lucky Home ហ្មងណាបងប្អូនបាទជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺខ្ញុំបានដើរហាត់ប្រាណនៅ Bora HM Lucky Home បាទឃើញថាទេសភាពគឺស្អាតមែនទែនបងប្អូនអរគ្នានេះបាទនេះខ្ញុំកំពុងតែឈរនៅលើស្ទឹងបាទឈរនៅជុំវិញស្ទឹងណាបងប្អូនបាទបងប្អូនបាទមុននេះគឺខ្ញុំបានថតនៅកន្លែងស្ទឹងបាទកន្លែងខ្ញុំដើរហាត់ប្រាណមុននេះណាបងប្អូនបាទឥឡូវនេះក៏ឡើងមកដល់ខាងលើវិញបងប្អូនខាងលើនេះគឺជាផ្លូវមេដែលមានទំហំបាទធំរហូតដល់30ម៉ែត្រហើយនេះគឺជាផ្លូវវុកវេដែលនៅសល់មុខផ្ទះរបស់យើងនៅលើផ្លូវ30ម៉ែត្រនេះបងប្អូនអញ្ចឹងបងប្អូនអាចដើរហាត់ប្រាណនៅបាទផ្លូវមេរបស់យើងក៏បានដែរបាទយើងមានរៀបចំបាទផ្លូវម៉ូតូបាទផ្លូវឡានផ្លូវដើរហើយយើងមានផ្លូវនៅមុខផ្ទះរបស់យើងនេះបងប្អូន5-6ម៉ែត្រដាំសួនផ្កាស្អាតអញ្ចឹងណាបងប្អូនគឺគេសួរបងប្អូនដើរហាត់ប្រាណដែរបាទនៅពេលព្រឹកព្រលឹមណាបងប្អូនហើយផ្ទះរបស់យើងគឺស្អាតណាបងប្អូននៅនេះណាបាទផ្ទះរបស់យើងស្អាតនេះមានលោកតាគាត់មុនបិណ្ឌបាតអញ្ចឹងទៅបាទព្រោះនៅបុរីគឺបុរីរបស់យើងគឺធំបងប្អូនបាទមានអតិថិជនគឺគាត់ចូលរស់នៅច្រើនហើយបាទពូអហើយបងប្អូនបើយើងគិតពីផ្ទះបាទចំនួនផ្ទះរបស់យើងដែលយើងរៀបចំបាទសាងសង់នៅក្នុង
ប្លង់បងប្អូនចូល6ទៅ7ពាន់ផ្ទះវិឡាផ្ទះស្អាតអញ្ចឹងណាបងប្អូនមើលផ្លូវបាទគឺផ្លូវខ្វាត់ខ្វែងអញ្ចឹងមិនខ្ញុំនិយាយថាពេលដែលខ្ញុំរស់នៅបូរ៉េចំឡាក់គីហូមគឺធ្វើឲ្យបាទសុខភាពរបស់ខ្ញុំល្អបាទធ្វើឲ្យអារម្មណ៍របស់ខ្ញុំក៏ល្អបាទទៅតាមហ្នឹងបាទការគិតរបស់ខ្ញុំបាទពីមុនខ្ញុំមិនជាអ្នកចេះគិតអីច្រើនទេបាទបាទតែឥឡូវមានអារម្មណ៍មួយថាខ្លួនឯងបដូរច្រើនពេលដែលខ្ញុំដើរហាត់ប្រាណនៅពេលព្រឹកខ្ញុំតែងតែស្ដាប់បាទលោកគ្រូដែលគាត់បង្រៀនបាទនៅតាម channel YouTube បាទផ្សេងៗអញ្ចឹងណាបងប្អូនបាទយើងអនុវត្តបាទមកតាមគាត់នៅពេលព្រឹកយើងគួរបាទស្ដាប់អីបាទយើងគួររៀនពីអីព្រោះនៅពេលព្រឹកគឺអារម្មណ៍របស់យើងគឺមូលបងប្អូនអារម្មណ៍មូលងើបពីគេមកអារម្មណ៍មូលហើយយើងស្ដាប់អ្វីដែលល្អគួររៀនបន្ថែមអញ្ចឹងណាបងប្អូនបាទហើយស្ងប់ស្ងាត់មុននេះខ្ញុំចូលចិត្តបាទដើរនៅស្ទឹងបាទជីទុកយៈព្រោះថាស្ងប់ស្ងាត់ណាបងប្អូនតែឥឡូវនេះគឺមកលើផ្លូវមេចង់បង្ហាញថានៅបូរី HM Lucky Home បាទគឺមានសពគ្រប់បងប្អូនណាបាទដូចខ្ញុំជម្រាបជូនមានផ្សារមានសាលារៀនបាទមានស្ទឹងជីទុកយៈស្ទឹងបាទលេងកំសាន្តនេះបងប្អូននេះគឺជាផ្សារបាទ Lucky របស់យើងគាត់ថាមកនេះយើងអត់ទាន់បើកទេបងប្អូនបាទដោយសារក្រុមការងាររបស់យើងចូលធ្វើការម៉ោង8បាទម៉ោង8ខ្ញុំក៏ម៉ោង8បងប្អូននេះបងប្អូនឃើញតែអាវបុគ្គលិករបស់បរិយា HM Lucky Home ដែរហើយក៏ឆ្លៀតបាទអរគុណបាទទៅដល់បាទម្ចាស់បរិយាដែលរៀបចំបានស្អាតហើយក៏ដល់បាទកន្លែងស្នាក់នៅបាទសម្រាប់បុគ្គលិកបងប្អូនបាទសម្រាប់បុគ្គលិកដែលបម្រើការបាននៅបរិយារបស់គាត់បាទអញ្ចឹងគឺគាត់ផ្ដល់កន្លែងការរស់នៅហើយផ្ដល់ទាំងផាសុខភាពមកយើងទៀតបាទតែសំខាន់យើងចេះផ្ដល់សុខភាពមកខ្លួនឯងណាបាទបងប្អូនពួកគាត់មិនអាចផ្ដល់មកឲ្យយើងបានទេព្រោះយើងគាត់ផ្ដល់ទីធ្លាបាទសម្រាប់យើងដើរហាត់ប្រាណខ្លួនឯងអញ្ចឹងខ្លួនឯងត្រូវតែចេះយកបាទរៀបចំដើម្បីសុខភាពខ្លួនឯងច្រើនព្រោះបាទគឺតកែរបស់ខ្ញុំតែម្ដងគឺគាត់រៀបចំអត់ស្អាតមែនទែននេះបងប្អូននេះគឺជាសាលារៀនបាទសាលារៀនអន្តរជាតិណាបងប្អូនគឺបើកដំណើរការនៅពេលឆាប់នេះហើយនេះបងប្អូនបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងទៅថតបង្ហាញបាទចែកជូនបងប្អូនអរគ្នានៅឧទ្យានធម្មជាតិកុំឲ្យបងប្អូនថាខ្ញុំអ្នកលក់នៅនឹងបាទចេះតែនិយាយថាកន្លែងខ្លួនឯងល្អបាទកន្លែងខ្លួនឯងស្អាតតែអត់មានអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាទី1ស្ទឹងសម្រាប់យើងដើរហាត់ប្រាណណាបងប្អូនតែខ្ញុំបង្ហាញបាទពីក្បាលវីដេអូមុនបាទហើយទី2គឺខ្ញុំបង្ហាញនៅលើផ្លូវមេបងប្អូនឃើញទេបាទនេះគឺជាផ្លូវមេដែលមានទំហំរហូតដល់30ម៉ែត្រហើយបងដែលស្រឡាញ់បែបធម្មជាតិពណ៌បៃតងបាទស្រស់បំប្រងស្អាតផ្លូវធំបាទងាយស្រួលកាត់ហាត់ប្រាណនេះសំបីបងនេះគាត់ជិះបាទគាត់ជិះកង់បាទនេះឃើញទេបងប្អូនបាទគាត់ជិះកង់បាទហាត់ប្រាណព្រោះទីធ្លារបស់យើងធំបាទអញ្ចឹងគាត់ស្រឡាញ់បែបទីធ្លាធំបាទបងប្អូនខ្លះភាគច្រើនគឺគាត់រស់នៅហ្នឹងបងប្អូនគឺគាត់ជិះកង់អីចឹងទៅបាទជិះកង់ក៏ធ្វើឲ្យជង្គង់របស់យើងក៏ល្អតាមនឹងដែរហើយខាងនេះគឺជាផ្សារទំនើប Lucky Home ដែលខ្ញុំជម្រាបជូនបងប្អូនអរគ្នាបាទនេះលោកពូគាត់đãហាត់ប្រាណនេះបាទអរគុណបាទបងប្អូនអរគ្នាហើយនឹងមួយទៀតបងប្អូនខ្ញុំទៅបង្ហាញនៅបាទកន្លែងមួយទៀតបាទអត់តន់អស់ទេព្រោះថានៅនេះគឺមានទីធ្លាបាទសម្រាប់ដើរហាត់ប្រាណច្រើនបងប្អូនបាទច្រើនមែនទែនធំស្ទឹងបាទខ្ញុំបង្ហាញរួចហើយឥឡូវនេះក៏បង្ហាញនៅលើផ្លូវមេហើយដែរបងប្អូនបង្ហាញនៅលើផ្លូវមេហើយដែរអញ្ចឹងនៅបង្ហាញនៅកន្លែងមួយកន្លែងទៀតព្រោះថានៅខាងក្រោយបាទការិយាល័យលក់របស់យើងក៏យើងមានកន្លែងហាត់ប្រាណឧបករណ៍ហាត់ប្រាណខ្លះដែរនេះការិយាល័យលក់របស់យើងឥឡូវខ្ញុំដាក់ចូលអញ្ចឹងបងប្អូនជិះពីវត្តភ្នែនមកបងប្អូនអាចចតឡានចតម៉ូតូនៅនឹងណាដើម្បីឲ្យផ្នែកលក់គាត់យកជូនបងប្អូនដើរមើលផ្ទះនេះបងប្អូន
อันนี้ห้างกาแฟห้างกาแฟhay hàng đi cài dàn lại lụa bỏ bộ để em lại không ở tận ở nằm một ổn bà phải hàng cào tiền của thằng này hàng cào ấy bàเคยยืมเงินตีทะเลbà sạch hay vì muốn dân đạoอุปกรณ์này điสำหรับโกนbàเลงฉะนั้นมาเนี่ยมาทอมเชียดบางbộ này ôi nhẹ sạch bà sạch mình đèn xa để bang bộ bà nhung cắt ha bang bộ đọc này đại rồi nơi bà tiประชุมชนbà tại về đại bang bộ cha tư bàอัตราไปการเงี้ยหรือจังมันตีกับไหลมุ้ยbà rồi nơi bà ngọc ngàn bà mìnhตีเคลียร์ทอมมีส่วนดาหัดปรานะบางคนยำเชยมาบนนักนี่มาสักแซ่ในบริเวณยำหลักที่โฮมว่าท่านนี้ยำกระทันละอสำหรับปุ่มหมายบางคนคลั่งเหมือนเดิมป่าสำหรับปุ่มหมายบางคนสำหรับลูกปูนับมินบางคนบางใส่ต่างออกนี้ป่าได้สลายแบบทอมเชียดจังรุ่นในขนมบุไรมุ้ยป่าได้สบู่แต่ได้ทอมเชียดปอบใบตองสระบ่มโปรภายในขนมบุไรมันก็อภิวัตสลับบางคนมีซาสลาเรียนเอเชียนทอมเชียดมีซาสลับมาดแต่มาดองครับบางคนanh chơi mà mơ bản tí tăng cái dương thật là bài khẳng lệch plei tận nộp cọp sơi dương này tế bài bông bồn cho bị plei tận nộp cọp sơi mà tung đập này tí bài dân dư tha đập ra này tí cho bông bồn này và cứ mà đó tí tăng đại bồn cầm bông tại đa hạt pran cầm bông tại chơi gì vậy mùi bông bồn đọc này cứ miên cha nó bông bồn đọc này này hơi chỉ trong video chụp video chuyên bông bồn hà lại ní bộ đại âm là cái hôm cái miền promotion vì là tô buôn buôn và tục kế nhé bọn bà buôn và tục kế bà ta lại bánh dân lụaผมvậy mình chiêng tại lại ní cứ mà cha bộ đây bà lục cài hàng bổn bà miền promotion bàผมvậy mình chiêng dân lụa tại buôn mình chiêng tế bà cứ một vì là điên bạn này bọn này bà sẽ điện nắng á bà buôn và tục kế tập bộ cái bương chân bà tập bộ cái bương trắngคือลวดตะไลแต่บุญมันใบปอผมใบเลยตีจังสำหรับปอมเมนอัดบางคนอาจไปชัดเจอจากในยูทูบวันยามานยามนั้นประดับปอมเมนอัดชื่อบางคนแบบนี้บางทียามอาราวินในไทยสมอกุลหนึ่งส้มจุดเดียวบางคนนะ